សម្រាប់បងប្អូនដែលចង់ធ្វើភ្លេងសុទ្ធគឺបងប្អូនអាចធ្វើបានបាទមិនថាបទអីទេគឺយើងអាចធ្វើបានទាំងអស់ដោយគ្រាន់តែបងប្អូនមើលវីដេអូខ្ញុំមួយនេះគឺបងប្អូននឹងអាចធ្វើការធ្វើភ្លេងសុទ្ធបានហើយតែយើងត្រូវការទៅ download បទដើមរបស់គេយកមក upload ចូលមកក្នុង Suno បន្ទាប់មកយើងនឹងធ្វើវាទៅជាភ្លេងសុទ្ធតែម្ដងបាទជាក់ស្ដែងឥឡូវបងប្អូនអាចមើលវីដេអូខ្ញុំនេះបាននេះខ្ញុំបាន upload បទចូលមកហើយសម្រាប់បងប្អូនដែល upload អត់បានអាចទៅមើលវីដេអូមុនរបស់ខ្ញុំបានខ្ញុំនឹងដាក់ link ឲ្យបងប្អូនមើលពីរបៀប cover បទចម្រៀងប៉ុន្តែរបៀប cover ហ្នឹងយើងមានពីវិធីសាស្ត្រនៃការ upload អញ្ចឹងខ្ញុំអត់បានធ្វើការ upload ម្ដងទៀតទេដោយសារខ្ញុំអត់ទាន់បានបង់លុយទៅលើ Suno ទៀតទេអញ្ចឹងបងប្អូនយើងឃើញហើយគឺវាជាប់ version 4.5 អញ្ចឹងបើបងប្អូនចង់ធ្វើឲ្យវាច្បាស់បងប្អូនត្រូវធ្វើនៅលើ version 5.5 ប៉ុន្តែបងប្អូនយើងឃើញហើយដោយសារខ្ញុំដាច់ខ្ញុំអត់ទាន់បង់ទៀតទេព្រោះឥឡូវឃើញបែកធ្លាយច្រើន email កាតអីហ្នឹងអញ្ចឹងខ្ញុំក៏អត់ទាន់ហ៊ានបង់ទៀតដែរបាទហើយសម្រាប់បងប្អូនយើងដែលបង់ហើយគឺយើងអាចបន្តប្រើវាទៀតទៅអញ្ចឹងកុំឲ្យខាតពេលយូរពេលដែលយើង upload ធ្វើការកែ tempo វាឲ្យត្រូវហើយអស់ហើយបងប្អូនយើងធ្វើដូចវីដេអូដែលខ្ញុំបង្ហាញនៅលើវីដេអូ cover អញ្ចឹងបាទយើងចុចកន្លែងនេះមកហើយយើងយកពាក្យ remix បន្ទាប់មកយកពាក្យ cover បាទបន្ទាប់ពីយើងរើសពាក្យ cover បាទវា load ចូលមកបែបនេះបងប្អូនធ្វើការលុប lyric ចោលមកបាទយើង control A មកបាទយើងធ្វើការលុប lyric បែបនេះបន្ទាប់មកកន្លែង style នេះបងប្អូនយើងធ្វើការផាសប្រមរបស់ខ្ញុំនេះចូលមកនេះយើងដាក់ថា please create this Khmer song using new musical instrument បាទប៉ុន្តែយើងយកតែភ្លេងទេឥឡូវយើងចុចពាក្យ create យកតែម្ដងហើយអធិស្ឋានបងប្អូនទាំងអស់គ្នាផងបើសិនជាមានសំឡេងរំខានពីខាងក្រៅអីដោយសារអ្នកនៅជិតផ្ទះគាត់ស្រែកហៅអីទេអញ្ចឹងវាលឺចំពេលខ្ញុំពងថតដែរអញ្ចឹងហើយខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាធ្វើនៅលើ version 5.5 ទៅបាទ version Pro អានេះដោយសារខ្ញុំប្រើ version free ទេបាទអញ្ចឹងវាប្រហែលជាអាចនឹងអត់ច្បាស់ប៉ុន្តែបងប្អូនធ្វើលើ version 5.5 ទៅគឺល្អច្បាស់ប៉ុន្តែដោយសារខ្ញុំបានមើលវីដេអូបង GMK គាត់ថាមាន hacker គាត់បានធ្វើការ hack ទៅកាន់ Suno ហើយធ្វើការយកព័ត៌មានរបស់អតិថិជនរបស់អ្នកដែលចុះឈ្មោះដូចជាកាតដូចជា email អីហ្នឹងយកទៅបង្ហោះចែកចាយបន្តអីចឹងទៅព្រោះខ្ញុំមានការលអាដែរខ្ញុំអត់ទាន់ហ៊ានបង់លុយទៀតទេបាទអញ្ចឹងខ្ញុំទុកវានៅហ្នឹងសិនហើយខ្ញុំប្រើវា free សិនហ្នឹងមួយថ្ងៃវាឲ្យ50 credit អីហ្នឹងបាទឥឡូវយើងអាចចុច play មើលបានជាមើលវាច្រៀងឲ្យយើងអត់ឬក៏វាមានតែភ្លេងបាទអញ្ចឹងបងប្អូនយើងបានស្ដាប់ហើយគឺវាមានតែភ្លេងសុទ្ធទេតែបងប្អូនយើងអាចនឹងអត់ជឿយីតិច upload បទដើមមកអត់មានច្រៀងតែឥឡូវខ្ញុំ play បទដើមដែលខ្ញុំ upload ពីដំបូងមកចាំមើលវាមានច្រៀងអត់បាទអញ្ចឹងបងប្អូនយើងបានស្ដាប់ហើយណាគឺបទដើមគឺមានច្រៀងប៉ុន្តែពេលដែលយើងធ្វើហើយវាចេញភ្លេងសុទ្ធអញ្ចឹងបងប្អូនយើងឃើញហើយមិញយើង play នៅបទទី2ឥឡូវយើងសាក play បទទី1ម្ដងជមើលវាខុសប្លែកគ្នាអត់តែដូចខ្ញុំប្រាប់អញ្ចឹង version 4.5 ភ្លេងវាក៏អត់សូវល្អដែរ
អូខេអញ្ចឹងយើងស្ដាប់តែប៉ុណ្្នឹងបានហើយគឺជាក់ស្ដែងគឺយើងធ្វើភ្លេងសុទ្ធបាននៅលើ Suno បាទយើងយកបទដើមរបស់គេ upload ចូលមកហើយយើងអាចធ្វើជាភ្លេងសុទ្ធបានតែខ្ញុំប្រាប់បងប្អូនបន្តិចបើបទដើមគេជាប់ copyright ពេលដែលយើងធ្វើហើយក៏វាជាប់ copyright ដែរហើយបើសិនជាបទគេអត់ទាន់ជាប់ពេលបងប្អូនធ្វើហើយអត់គួរយកទៅចាក់ copyright ចាប់ម្ចាស់ដើមគេវិញទេបាទធ្វើអញ្ចឹងគឺអសិលធម៌មែនតើបាទគឺយើងអត់ត្រូវធ្វើអញ្ចឹងទេហើយខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាសុំម្ចាស់គេសិនចាំយកមក cover ឬក៏ចាំយកមកធ្វើភ្លេងសុទ្ធបាទអញ្ចឹងសម្រាប់វីដេអូខ្ញុំគឺមានប៉ុណ្្នឹងទេបាទ